ទេបើអញ្ចឹងយើងរੂតាមបទជាតិក៏មិនធ្វើដែររាជមន្ត្រីទីវីត្រូវយាងមកដល់ហើយរាជមន្ត្រីទីវីត្រូវយាងមកដល់ហើយសូមជូនពរព្រះបិតាព្រះញាតិមានប្រសុខភាពបរិបូរណ៍និងប្រចាំមានយូរប្រាក់មានអ្នកក្នុងព្រះនេះសូមក្រាបថ្វាយបង្គំព្រះករណីអង្គម្ចាស់និងបិតាស្ត្រីជាមត្តកលលើត្បូងក្រាបទូលព្រោះហើយបត្រីបងទាំងស្រីស្នំទឹកវែងក្រោកហើយរកឲ្យគួសំចុះណាមើលបត្រីព្រះបិតាព្រះគោព្រះបិតាស្រីនេះបិតាក៏បានរៀបចំជាពិធីចម្រើនប្រជុំជូនបាត់ឬ